ខាត់ខ្លួនមនុស្ស48នាក់ក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញកម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញសមត្ថកិច្ចនគរបាលជំនាញអាជ្ញាធរខណ្ឌនិងដោយមានការចូលរួមពីតំណាងអัยការអមសាលាដំបងរាជធានីភ្នំពេញនៅថ្ងៃទី15ខែកញ្ញាឆ្នាំ2025នៅវេលាម៉ោង 13:00 នាទីបានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធនឹងបទល្មើស online scam និងការស្នាក់នៅប្រមូលផ្ដុំជនបរទេសខុសច្បាប់នៅក្នុងទីតាំងអគារ Condo Hana អគារលេខ 1469 ផ្លូវ 1089 ក្នុងរោងចក្រមួយសង្កាត់គោកឃ្លាំងខណ្ឌសែនសុខរាជធានីភ្នំពេញដែលមានចំនួន7ជាន់នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន48នាក់ស្រី10នាក់មានសញ្ជាតិ4នៅក្នុងនោះជនជាតិកូរ៉េខាងត្បូងចំនួន33នាក់ស្រី5នាក់ជនជាតិនេប៉ាល់ចំនួន1នាក់ភេទប្រុសជនជាតិបង់ក្លាដេសចំនួន1នាក់ភេទប្រុសជនជាតិខ្មែរចំនួន13នាក់ភេទស្រីចំនួន5នាក់ផងដែរក្រៅពីនេះក្រុមប្រតិបត្តិការក៏បានរឹបអូសសម្ភារៈបម្រើឲ្យការប្រព្រឹត្តបទល្មើស scam online រួមមានកុំព្យូទ័រចំនួន60គ្រឿងទូដៃចំនួន3គ្រឿងនិងលិខិតឆ្លងដែនសរុបចំនួន35ច្បាប់បច្ចុប្បន្នជនជាតិកូរ៉េខាងត្បូងជនជាតិនេប៉ាល់និងជនជាតិបង់ក្លាដេសនិងជនជាតិខ្មែរសរុបចំនួន48នាក់ខាងលើព្រមទាំងសម្ភារៈរឹបអូសត្រូវបានប្រគល់ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តអនុវត្តនីតិវិធីរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី14ខែកក្កដាឆ្នាំ2025បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួងស្ថាប័នអាជ្ញាធរក្រមថ្នាក់ជាតិនិងសមត្ថកិច្ចពាក់ព័ន្ធដើម្បីបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យមានប្រសិទ្ធភាពខ្ពស់សម្ដៅចូលរួមចំណែកថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមនៅក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះសមត្ថកិច្ចចម្រុះនិងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយណាដែលជាប់ពាក់ព័ន្ធទៅនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះខ្ញុំលីលីពី I Love Cambodia Hot News TV